Yang naមិញយើងនៅមានចំណុចសំខាន់មួយចំនួនទៀតដែលទាក់ទងជាមួយនឹងប្រាសាទតាព្រហ្មកិលក្បាច់ផ្កាច័ន្ទមានប្រវត្តិទាក់ទងទៅនឹងរឿងព្រេងបុរាណខ្មែរដ៏ល្បីមួយគឺរឿងព្រះថោងនាងនាគផ្កាច័ន្ទជានិមិត្តរូបតំណាងឲ្យនារីខ្មែរគឺនាងនាគដែលជាម្ចាស់ទឹកដីនៃដែនសវណ្ណភូមិខ្មែរយើងក៏បានឃើញរូបអប្សរាជាច្រើនតាមប្រាសាទដែលមានសម្លៀកបំពាក់ច្នៃអំពីខ្មែរយើងមានស្លៀកសំពត់ហូលតាំងពីសម័យអង្គរមកហើយមុនអង្គរទៅទៀតនៃការចេះត្បាញរបស់យើងបើមើលទៅរូបចម្លាក់នៅអង្គរលោកជីវតខ្វាន់លោកបានសរសេរក្បាច់មួយគឺបង្ហាញពីឋានៈវណ្ណៈប្រជាជនធម្មតាពុំអាចប្រើសម្ពុតមានផ្កាច្រើនបានទេផ្ការង្វើលជាទីបំផុតនិងនៅចុងជាយទៀតផងបើយើងមើលទៅលើរូបចម្លាក់របស់នារីដែលនៅតាមអង្គរមានផ្កាខុសៗគ្នាផ្កាខ្លះញឹកទៅផ្កាខ្លះក៏ស្រាលទៅផ្ការបស់ព្រះគឺពុំអាចអ្នកផ្សេងប្រើបានទេផ្ការបស់ព្រះមហាក្សត្រគឺពុំអាចអ្នកផ្សេងប្រើបានឡើយអញ្ចឹងហើយទើបយើងឃើញមានតាមរូបចម្លាក់បុរាណខ្មែរជាពិសេសគឺស្រីទេពអប្សរដែលត្រូវបានបុព្វបុរសខ្មែរឆ្លាក់នៅលើប្រាសាទជាច្រើនចាសម្រាប់សម្លៀកបំពាក់គឺឃើញមានម៉ូដផ្កាច័ន្ទដែលស្រស់ស្អាតជាទីបំផុត